ប្រវត្តិរូបសង្ខេបរបស់កីឡាករទាំងពីរបាទជូនបងប្អូននៅគេហដ្ឋានបានទស្សនាជាថ្មីម្ដងទៀតទឹកទី1ក៏បានបង្ហាញជូនបាទគ្រុឌគុណខ្មែរទឹកទី1បាទការប្រកួតកង់ចេញបរៀមថ្ងៃនេះសម្រាប់ច័ន្ទណាស្វាគមន៍កីឡាករឡាវចាប់គូនេះនៅសល់មួយគូទៀតបាទកូនសិស្សលោកគ្រូបឺតខំដែលខំនេះក្រីកប៉ះអ៊ីរ៉ង់បាទចក្រមត្រៀមប្រុងព្រៀបប្រកួតគ្រុឌគុណខ្មែរគូមិត្តភាពអន្តរជាតិទី5ដែលជាគូប្រកួតកង់ចេញរៀមរវាងកម្ពុជាឡាវទឹកទី1 round 1បាទយើងទស្សនាការប្រកួតបាទគូមិត្តភាពអន្តរជាតិបែបកង់ចេញរៀមតែម្ដងការប្រកួតឈានជម្រះទឹកទី1បាទច័ន្ទណាកំពុងតែព្យាយាមគៀងចាក់ជើងក្រោមរបស់ច័ន្ទណាបាទអាយ៉ាញាក់មួយសិនបាទទល់បាទបន្តទៅពីទល់ហើយក៏បាទចូលចាប់អោបជាប់អុយយបាទលុតផ្ទះជង្គង់មកតំហឹងតែម្ដងបាទពីរអ្នកបដាល់មកពីបាទខេត្តកញ្ចេះបាទកញ្ចេះស្ទឹងត្រែងជាប់ឡាវនេះបាទអ្នកប្រកួតកំពុងតែវាយគ្នានឹងក្បែរគ្នាប្រហែលតែមិនជាឆ្ងាយប្រហែលទេបាទអ្វីត្បិតថាប្រទេសផ្សេងគ្នាក៏ប៉ុន្តែមិនជាឆ្ងាយពីគ្នាប្រហែលទេសម្រាប់អ្នកទាំងពីរនេះមួយចកេះខោមួយសិនបាទពីច័ន្ទណាដើរចូលបាទញាក់មួយសិនជង្គង់ស្ដាំបាទជង្គង់ស្ដាំសងមកវិញរបស់ច័ន្ទណាបាទអ្នកអាយុធុនផាន់ក៏សងជង្គង់មកវិញផ្ទះជង្គង់ទៅមកម្នាក់មួយបាទលោកគ្រូធំរឿងរ៉ាំម៉ាឌីចាប់បំបែកបាទឲ្យបន្តការប្រកួតបាទក្តាប់ដៃឆ្វេងស្ដាំអាយ៉ារិញកិច្ចផុតបន្តិចសិនបាទអោបជាប់បាទអោបជាប់ហើយបាទចាក់សោជាប់ទាំងអស់អត់មានចេញអូចេញបានមកជង្គង់ឥឡូវនេះបាទក្រៀកផ្ទាស់មុខចុងបាទផ្ទះជង្គង់ពីក្រោមបាទថ្ងៃនេះគឺថាអ្នកគ្រប់គ្រងរបស់ច័ន្ទណានោះក៏ច្រើនបាទក៏ច្រើនបាទមកពីក្លឹបប្រដាល់ពុករស័យគុណខ្មែរបាទដើរចូលទៅបាទទាត់ស្ដាំហើយក៏អោបជាប់បន្តទៀតបាទហៅថាទាត់មួយចូលចាប់បាទទាត់សំយកពងបាទខុនផាន់នេះក៏មានបទពិសោធន៍ក្នុងការប្រកួតក្នុងស្រុកខ្មែរដែរអញ្ចឹងมันអាចមើលស្រាវបានដូចគ្នាបាទសមត្ថភាពប្រហែលគ្នាទាត់ឆ្វេងមួយបាទចំណាពេលវេលាពាក់កណ្ដាលផ្លូវនៅក្នុងទឹកទី1បានបញ្ចប់ដើរចូលទៅហើយបាទចំណាគៀងដេផ្លាសេឆ្វេងស្ដាំចូលចាប់គ្នាជាប់ផ្ទះជង្គង់ណែគេហៅថាចង្វាក់ស្របរបស់ខុនផាន់ល្អមែនទែនបាទចង្វាក់ស្របបាទថាចាប់មើលអត់ទៅឃើញហើបជើងបាទកាច់ដួលពេញបាទធាក់តូលឆ្វេងមួយសិនអាយ៉ាញាក់ចូលចាប់បាទស្គីចូលចាប់ទៅបន្តទៀតបាទឆ្អើតជើងហើយក៏ផ្ទះជង្គង់បានឬបានអត់បានទេបាទអោបបាទផ្អឹបកជាប់កែងចេញមិនបានលោកអញ្ញាកដាលគ្រូធំរឿងរ៉ាំម៉ានីចាប់បំបែកជាបន្តទៀតបាទដើរចូលរបស់ច័ន្ទណាបាទទាត់ឆ្វេងរបស់ខុនផាន់បាទធ្វើដំណើរមកវែងឆ្ងាយឥឡូវនេះមកដើរចូលបាទទល់ឆ្វេងមួយចូលចាប់បាទពេលវេលានៅសល់7នាទីបាទសັບកាលពីថ្ងៃសៅរ៍ម្សិលមិញនោះប្រកួតបែបកង់ចេញរៀមចឹងដែរពេញ3ទឹកបាទពេញ3ទឹកកីឡាករបាទថេនអាទិត្យជាមួយនឹងកីឡាករមកពីកូនដវ៉ាចុះចាំមើលថ្ងៃនេះវិញម្ដងបាទឥឡូវនេះកីឡាករគាត់វឹកហាត់ពេញលីងបាទបែបណាក៏គាត់អាចទប់ទល់បានបាទចាក់ជង្គង់មួយរបស់ច័ន្ទណាបាទលោកអញ្ញាកដាចាប់បំបែកជាបន្តទៀតបាទដើរចូលបាទញាក់មួយសិនពុកចនាកំពុងតែសម្លឹងមើលបាទវត្តស្នែងក្របីឆ្វេងស្ដាំបាទកីឡាករភុនផាន់ក៏ប្រយ័ត្នដៃបាទគាត់ប្រយ័ត្នដៃព្រោះថាដឹងតែកង់ចេញរៀមទៅចូលណែនទៅគាត់រឿងប្រយ័ត្នដៃច្រើនគ្រៀកកជាប់ទល់ជាប់លោកអញ្ញាកដាចាប់បំបែកពេលវេលានៃការប្រកួតចុងទឹកទី1បាទអាចថាសំបានម្នាក់1ពង2ពងបច្ច័យក្រមជាបន្តទៀតអាយ៉ាឆាកមកសិនបាទក្បាច់បច្ចេកទេសរបស់គាត់ឆាកមួយសិនបាទញាក់មកមិញបាច់ញាក់មកមិញភេទចម្ប៉ាគាត់ផ្ទះដៃឲ្យមិត្តរួមក្លឹបរបស់គាត់ញាក់បានស្អាតបាទញាក់បានស្អាតទាត់ធ្វើបាទអរគុណណាស់បាទគុំមកកាន់ការប្រកួតជាបន្តទៀតបាទនេះរូបភាពយឺតបង្ហាញជូនបងប្អូនបាទទាត់ឆ្វេងរបស់បង្គោលខៀវខុនផាន់បាទកីឡាករឡាវបាទចាប់ត្រង់នេះបាទទាញចាក់ជង្គង់ស្ដាំពីច័ន្ទណាប៉ុន្តែខុនផានក៏ព្យាយាមទាញបោកផ្ដួលទៅវិញបាទដើរចូលមកដៃឆ្វេងស្ដាំក៏ដាប់ដៃទៅរបស់ច័ន្ទណាចាក់ជង្គង់ឆ្វេងទៅមួយទៀតបាទហើយក៏បន្តឈានចូលមកដល់បាទទឹកទី2ជាបន្តអ្នកឲ្យទឹកចេញក្រៅគ្រុឌគុណខ្មែរគូមិត្តភាពអន្តរជាតិទី5ដែលជាគូប្រកួតកង់ចេញរៀមរវាងកម្ពុជាឡាវទឹកទី2 round 2ទឹកទី2ជាបន្តទៀតទាត់ស្ដាំពីច័ន្ទណាមួយដៃឆ្វេងរបស់ច័ន្ទណាធាក់ឆ្វេងពីគុណផាន
ចណាគុនផានតតឆ្វេងចណាចាក់ជង្គង់ស្ដាំសងជង្គង់របស់គុនផានជង្គង់របស់ចណាបាទចាប់កាច់ទាញលោកធំរឿងរ៉ាម៉ានីក៏បំបីតតឆ្វេងពីគុនផានចណាចាប់ជាប់រុញទៅតែម្ដងដេញតាមពីចណាដើរចូលមួយដៃឆ្វេងអាយ៉ាគុនផានកិច្ចបាទព្យាយាមកិច្ចសិនមួយដៃឆ្វេងរបស់ចណាចាក់ជង្គង់ពីចណាទាញមួយដៃឆ្វេងចណាអាយ៉ាយ៉ាមកចេះអូបាទយ៉ាមកចេះ 1 បាទ 2 3 4 5 6 7 8បាទបន្តបានជាមួយនឹងការប្រកួតបណ្ដាយ៉ាងណាលោកកញ្ញាកណ្ដាលរាប់ម្ដងណាបាទគុណផានកណ្ដាលកូនឡាវ ប្រកួតបន្ត បាទប្រកួតបន្តចណាដេញតាមតតឆ្វេងពីគុណផានចាប់ក្រៀកជង្គង់របស់ចណាជង្គង់ចណាជង្គង់ដូចគ្នាចាប់កាច់ទាញចណារុញចាក់ជង្គង់មួយទៀតអាយ៉ាយ៉ាងណាទៅហើយបាទគុណផាន 2 3 4 5 6 7 8ប្រកួតបន្ត បាទប្រកួតបន្តធាក់ឆ្វេងអាយ៉ាប្រហែលចូលជើងរបស់គុណផានដើរចូលលឿនពេកបាទចណាបាទដេញតាមហើយចណាដេញតាមមួយឲ្យឆ្វេងស្ដាំរបស់ចណាចាប់ក្រៀកជង្គង់របស់ចណាបាទលោកអញ្ញាកណ្ដាលក៏បបែប្រហែលបន្តិចចូលជើងរបស់គុណផានធាក់ឆ្វេងមួយទៀតអាយ៉ាប៊ីបាទធាក់ឆ្វេងរបស់គុណផានព្យាយាមអោនចណាព្យាយាមបាទចាក់ជង្គង់បាទរុញអឹបទៅនឹងសង្វៀនជង្គង់របស់ចណាជង្គង់ស្ដាំមួយទៀតលោកអញ្ញាកណ្ដាលបំបីមួយដៃឆ្វេងរបស់គុណផានដើរចូលពីចណាដើរចូលមួយដៃឆ្វេងរបស់ចណាបាទចាប់ក្រៀកចាក់ជង្គង់ពីគុណផានជង្គង់របស់ចណាបាទលោកធំរឿងរ៉ាម៉ានីបំបីចេញជាថ្មីម្ដងទៀតធាក់ឆ្វេងរបស់គុណផានចណាចាប់ចាក់ជង្គង់ស្ដាំបាទជង្គង់ឆ្វេងសងធាក់មួយទៀតពីគុណផានមួយដៃស្ដាំចណាយ៉ាញល់ដៃពីពីអូបាទ15វិនាទីចុងក្រោយប៊ីនឹងចប់បាទទឹកទី2ទៅហើយបាទគុណផានគឺមិនអាចបន្តការប្រកួតបានទេបាទគឺចប់សពគ្រប់តែម្ដងនៅត្រឹមប៉ុណ្ណេះបាទនេះរូបភាពបង្ហាញជូនចាក់ជង្គង់ឆ្វេងរបស់ចណាមួយដៃឆ្វេងថែមក្តាប់ដៃស្ដាំបោះថែមឆ្វេងទៀតបាទអោនយ៉ាងនេះបាទគុណផានបាទអោនយកទៅមែនតេនបាទនេះចាក់ជង្គង់មួយហើយណែបាទចូលជង្គង់ហើយទៅបន្តទៀតណែកន្លែងនេះចូលបាតជើងពិឃាតរបស់គុណផានបាទដេញតាមទៅវិញបាទសងឆ្វេងស្ដាំកន្លែងនេះបាទអោនទៅមួយសាទៀតក៏មិនអាចបន្តការប្រកួតបាទមួយដៃស្ដាំកន្លែងនេះបាទព្យាយាមសងមួយដៃឆ្វេងទៅមួយទៀតរបស់ចនាហើយក៏មិនអាចបន្តបាទបញ្ចប់ត្រឹមនេះតែម្ដងបាទសម្រាប់គុណផានកន្លែងកឡាវបាទអរគុណណាស់ស្ដាប់ការប្រកាសលទ្ធផលជាផ្លូវការបាទបង្គោលក្រហមកីឡាករពុកចនាឈ្នះកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវលោកកញ្ញាកណ្ដាលបញ្ឈប់ឲ្យប្រកួតនៅក្នុងទឹកទី2